ការកែបាល់ដំបូងបាទគឺកែបាល់ចេញពីអង្គរ Tiger ឱកាសកន្លែងនេះហើយបាទក្របបាល់ដំបូងកើតឡើងពីការបញ្ជូនបាល់បានល្អពីសុប៊ីវិរៈ Midland មកពីក្រោយឆាបផុត Redley Heng ទាត់ស្ដាំបញ្ចូលទីបានយ៉ាងល្អនាំមុខ1-0កន្លែងនេះទាញផុត Redley Heng តែស្ដាំមកគ្មានសល់ទេមួយគ្រាប់នេះបាទ1-0បាទទាញផុត Redley Heng ហើយក៏ទះបញ្ចូលទីបានយ៉ាងស្អាតតែម្ដងបាទ Midland Renovich បាទជាមួយនឹងបាទ Arena Facundo Margarita បាទសុទ្ធសឹងតែលេងសង់តង់គ្នាមែនតើបាទកីឡាករបរទេសទាំង3ឱកាសកន្លែងនេះបាទទាត់ស្ដាំជះបានយ៉ាងល្អបាទពីបាទអ្នកចាំទីបាទគឺ Tin Raza កន្លែងនេះ Lucas Oliveira លើកចូលមកខាងក្នុងក៏ជះបានម្ដងទៀតបាទពី Tin Raza ជាថ្មីបាទកន្លែងនេះឱកាសបាទអង្គរ Tiger រុញមកក្រោយហើយក៏លើកទៅដាក់ទ្រូងបាទទាញទាត់ស្ដាំបង្វិលស្អាតណាស់បាទកន្លែងនេះបាទល្អហ្មងមួយគ្រាប់នេះបាទពី Midland Renovich បាទទះចូលមុំធំបាទ Redley Heng មិនអាចសង្គ្រោះបាននេះបានទេបាទ2-0បាទគិតត្រឹមវគ្គទី1បាទក្រុមការងារគ្រូវឹកគឺសប្បាយរីករាយមែនតើគណៈលោកកញ្ញាកដាលក៏ផ្លឹងបញ្ចាំការប្រកួតវគ្គទី1វគ្គទី1យើងឃើញថាអង្គរ Tiger នៅមុខក្រុមម្ចាស់ផ្ទះគឺ2-0ចូលមកដល់វគ្គទី2យើងឃើញពីការសម្រុកគ្នាក៏ដូចជាការផ្លាស់ប្ដូរយុទ្ធសាស្ត្របាទរៀងខ្លួនបាទកន្លែងនេះបាទការបញ្ជូនបាទទៅស្លាប់ខាងស្ដាំរបស់បាទ Margarita កាត់បាល់ចូលមកខាងក្នុងប៉ុន្តែការទាត់បាល់មិនចំមកពីMidland Renovich បាទធ្វើឲ្យมันមានក្របបាល់កាត់ឡើងកន្លែងនេះហើយធ្វើឲ្យបាល់ពេលនឹងទីកាត់ឡើងពីការប៉ះទង្គិចពីក្រោយរបស់ Margarita បាទ Yusuke Minagawa មកកន្លែងនេះបាទទាត់ស្ដាំដាច់ចង្កេះផឹងបាទបញ្ចូលទីបានយ៉ាងល្អបាទឆ្កឹះបន្តិចទេបាទរកបានក្របបាល់តាមពីក្រោយបាទគឺ1-2ឱកាសទៅជាថ្មីបាទពីអង្គរ Tiger កន្លែងនេះ Margarita ទៅខ្លួនឯងតែម្ដងតែកាត់បាល់ចូលមកខាងក្នុងឲ្យ Midland ទាត់ស្ដាំបំប៉ោងសំណាញ់ទីរកបាន hat-trick ក្នុងការប្រកួតថ្ងៃនេះបាទ3គ្រាប់ម្នាក់ឯងសម្រាប់ Midland Renovich Milo Gaito Marcos បាទស្អាតណាស់បាទតែស្ដាំបញ្ចប់ទីបានល្អពីការបញ្ជូនរបស់ Margarita ហើយក៏ចប់មែនរមាច់ក្នុងការប្រកួតថ្ងៃនេះផងដែរសម្រាប់ Midland Gaito នេះឱកាសទៅជាថ្មីកន្លែងនៃការលេងសង់តង់គ្នាបានយ៉ាងល្អបាទ Margarita ទៅខ្លួនឯងតែម្ដងមិនបញ្ជូនទេគឺសុទ្ធខ្លួនឯងបាទសុទ្ធទៅក៏ហើយបាទមិនចំគោលដៅទេការសុទ្ធរបស់ Margarita បាទខុសគោលដៅបាទមុំធំឱកាសទៅជាថ្មីកន្លែងនៃការបញ្ជូនមកបាទគឺជាប់ចាន់ពី David ទៅខ្លួនឯង David ទាត់ស្ដាំមកបុកបង្គោលទីបាទសោកស្ដាយមែនទែនចាន់ពី Davidបាទថាមានមួយគ្រាប់ទាំងគេនឹងឯងទៅហើយបាទតែការសុទ្ធបែរជាបាទបុកបង្គោលទីលក់ចេញមកវិញបាទមុំធំប៉ុណ្ណាណី